កុំអួត5យ៉ាងនេះទី1កុំអួតចេះពីព្រោះនៅក្នុងโลกនេះទោះបីអ្នករៀនរហូតដល់ថ្ងៃស្លាប់ទៀតក៏ចេះមិនអស់ដែរទី2កុំអួតមានពីព្រោះនៅក្នុងโลกនេះការមានបានវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះដែលអ្នកដទៃមិនមានយើងមានហើយអ្នកដទៃមានយើងមិនមានទី3កុំអួតល្អពីព្រោះនៅក្នុងโลกនេះសម្រាប់មនុស្សដែលនៅមានកិលេសគឺមិនអាចធ្វើល្អឲ្យបានគ្រប់10នោះទេទី4កុំអួតខ្លាំងពីព្រោះនៅក្នុងโลกនេះទោះអ្នកខ្លាំងយ៉ាងណាទីបំផុតក៏គង់តែនៅក្រោមដៃនៃមច្ចរាជដដែលនិងទី5កុំអួតមានតែអញពីព្រោះនៅក្នុងโลกនេះពាក្យអញតាមដោយសន្មតតែប៉ុណ្ណោះតាមដោយសភាវគតិគឺមានតែចិត្តជាអ្នកដឹងនៅរឿងរ៉ាវបើចិត្តមិនកើតឡើងនោះទេអ្វីក៏ចាត់ទុកថាមិនមាន